បន្ទាប់ពីការកកើតជាច្រើនទសវត្សរ៍យើងបដិញ្ញាផ្ដល់ផលប្រយោជន៍ដល់កសិករបេសកកម្មសាជីវកម្មនៃការផ្ដល់អត្ថប្រយោជន៍ដល់អ្នកបរិភោគបេសកកម្មសាជីវកម្មបដិញ្ញាក្លាយជាអ្នកដឹកនាំក្នុងវិស័យកសិកម្មការចិញ្ចឹមសត្វនិងឧស្សាហកម្មម្ហូបអាហារចាប់ពីការដាក់ចេញនៅវិស័យចំណីវិរិយវប្បកម្មជ្រូកបក្សីនិងវិស័យចំណីអាហាររហូតដល់ក្លាយជាក្រុមហ៊ុនខ្សែសង្វាក់ពេញលេញដ៏ធំបំផុតរបស់ចិនក្នុងវិស័យកសិកម្មនិងចំណីអាហារពីការស្ថិតនៅក្នុងវាលស្រែរហូតដល់តុអាហារសាធារណៈបុគ្គលិក New Hope Live រាប់សែននាក់ដៃគូក្នុងឧស្សាហកម្មកសិកម្មរាប់សែននាក់យើងផ្ដល់ជូនអ្នកប្រើប្រាស់នូវផលិតផលសាច់ដែលមានសុវត្ថិភាពនិងសុខភាពល្អបង្កើនប្រព័ន្ធអេកូឡូស៊ីកសិកម្មនិងចំណីអាហារដែលពេញលេញសុវត្ថិភាពនិងមានប្រសិទ្ធភាពខ្ពស់ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗទិន្នន័យធំនិងវិរិយវប្បកម្មជ្រូកបច្ចេកវិទ្យាឆ្លាតវៃ New Hope Live បានត្រួសត្រាយគំរូផលិតកម្មដំបូងបង្កើតខ្សែសង្វាក់ផលិតកម្មជ្រូកកម្រិតខ្ពស់ជាអន្តរជាតិនិងបានផ្សព្វផ្សាយគំរូ3ពេញលេញទូទាំងប្រទេសការសម្របសម្រួលទូទាំងតំបន់ការរៀបចំផែនការឧស្សាហកម្មនិងការអភិវឌ្ឍទូទាំងប្រព័ន្ធអេកូឡូស៊ីនៅឆ្នាំ2022ផែនការផលិតជ្រូកនឹងត្រូវលើសពី40លានក្បាលនៅក្នុងដំណើរនៃការជំរុញការអភិវឌ្ឍឧស្សាហកម្មចិញ្ចឹមជ្រូកយើងបន្តបង្កើតគំរូវិរិយវប្បកម្មទំនើបបើប្រៀបធៀបទៅនឹងការចិញ្ចឹមជ្រូកបែបប្រពៃណីនេះអាចសន្សំសំចៃធនធានដី 3/4 ធនធានទឹក 2/3 និងធនធានកម្លាំងពលកម្ម 2/3 ដោយសម្រេចបាននៅផលិតកម្មដែលពឹងផ្អែកខ្លាំងបច្ចេកវិទ្យានិងគាំទ្របរិស្ថានយើងបដិញ្ញាចិត្តក្លាយជាអ្នកដឹកនាំលំដាប់ពិភពលោកក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ចំណីនិងជាអ្នកផ្ដល់សេវាអាហារូបត្ថម្ភសត្វដ៏ទូលំទូលាយដឹកនាំយ៉ាងសកម្មនៅនវានុវត្តន៍បច្ចេកវិទ្យាឧស្សាហកម្មយើងជាអ្នកដំបូងគេក្នុងវិស័យនេះដែលបានស្រាវជ្រាវអភិវឌ្ឍនិងផ្សព្វផ្សាយចំណីដែលគាំទ្រជីវៈបរិស្ថានជាមួយនឹងការគិតបែបត្រួសត្រាយផ្លូវនិងនវានុវត្តន៍ទៅមុខនិងសមត្ថភាពស្រាវជ្រាវបច្ចេកវិទ្យាឈានមុខគេយើងកំពុងកសាងម៉ាកយីហោលេខ1សម្រាប់ចំណីដែលគាំទ្រជីវៈបរិស្ថានក្នុងស្រុកយើងបានដាក់ពង្រាយនៅខ្សែសង្វាក់ឧស្សាហកម្មបក្សីរួមបញ្ចូលគ្នាជិត20នៅទូទាំងប្រទេសដោយប្រើគំរូក្រុមហ៊ុនបូកាស្ថានគ្រួសារយើងកសាងប្រព័ន្ធឧស្សាហកម្មដែលបិទជិតខ្សែសង្វាក់ពេញលេញតាមតំបន់ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារនិងប្រព័ន្ធតាមដានព័ត៌មានដែលគ្របដណ្ដប់ខ្សែសង្វាក់ឧស្សាហកម្មទាំងមូលបានឈ្នះការទទួលស្គាល់យ៉ាងទូលំទូលាយពីសង្គមយើងបានក្លាយជាអ្នកផ្គត់ផ្គង់សាច់បក្សីសំខាន់សម្រាប់កិច្ចប្រជុំកំពូលនៅទីក្រុងស៊ីងដាវយើងបន្តកសាងម៉ាកយីហោលេខ1សម្រាប់សាច់បក្សីកម្រិតមធ្យមទៅខ្ពស់នៅក្នុងទីផ្សារប្រទេសចិនជាមួយនឹងទំហំសរុបទូទៅឈានមុខគេនិងប្រាក់ចំណេញល្អប្រកបដោយស្ថិរភាពចាប់ផ្ដើមពីឆ្នាំ2012យើងបានសហការជាមួយបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្មចិននិងវិទ្យាស្ថានវិទ្យាសាស្ត្រសត្វនៅប៉េកាំងដើម្បីបង្កើតពូជទាស្បែកសចុងស៊ីដែលមានកម្មសិទ្ធិបញ្ញាពេញលេញទាប្រភេទនេះមានអត្រាលូតលាស់លឿនធន់នឹងជំងឺខ្លាំងកម្រិតខ្លាញ់ទាបនិងគុណភាពសាច់ល្អពិសេសដែលធ្វើឲ្យវាស័ក្តិសមជាងគេសម្រាប់រសជាតិរបស់ជនជាតិចិនវាគឺជាទាជាតិរសជាតិចិនពិតប្រាកដនៅផ្នែកចំណីអាហារយើងធ្វើសមាហរណកម្មធនធានគុណភាពខ្ពស់ទូទាំងខ្សែសង្វាក់ឧស្សាហកម្មដើម្បីបង្កើតខ្សែសង្វាក់អេកូឡូស៊ីដែលមានសុវត្ថិភាពនិងអាចគ្រប់គ្រងបានដោយទាញយកអត្ថប្រយោជន៍ពីខ្សែសង្វាក់ឧស្សាហកម្មពេញលេញម៉ាកសាច់ជ្រូកស៊ីនស៊ីហឺរបស់ក្រុមហ៊ុនបានក្លាយជាអ្នកផ្គត់ផ្គង់ផ្ដាច់មុខនៃសាច់ជ្រូកត្រជាក់និងផលិតផលសាច់ជ្រូកសម្រាប់កីឡាអូឡ িম্প ិកប៉េកាំងឆ្នាំ2008ម៉ាកផលិតផលសាច់ម៉ុយហៅមានផលិតផលរាប់រយប្រភេទប្រើប្រាស់ខ្សែសង្វាក់ផលិតកម្មស្វ័យប្រវត្តិពេញលេញគ្រប់គ្រងគុណភាពសាច់ឆៅយ៉ាងតឹងរ៉ឹងនិងធានាសុវត្ថិភាពនិងតាមដានប្រភពដើមទន្ទឹមនឹងនេះដោយពឹងផ្អែកលើសមត្ថភាពបដូរតាមបំណងប្រកបដោយវិជ្ជាជីវៈនៃផ្ទះបាយកណ្ដាលនិងក្រុមស្រាវជ្រាវនិងអភិវឌ្ឍចំណីអាហារយើងផ្ដល់ជូនអតិថិជនភោជនីយដ្ឋានធំៗនិងអ្នកប្រើប្រាស់នៅដំណោះស្រាយរបបអាហារដែលមានសុខភាពល្អឆ្ងាញ់តាមបំណងយើងគោរពប្រព័ន្ធអេកូឡូស៊ីដើមនៃគ្រឿងផ្សំកសាងម៉ាកយីហោផលិតផល New Hope Live ជាមួយនឹងការលះបង់ប្រកបដោយវិជ្ជាជីវៈនិងចែករំលែកជីវិតកាន់តែប្រសើរជាមួយអ្នកប្រើប្រាស់គ្រប់រូបតាមរយៈចំណីអាហារដែលមានសុខភាពល្អនិងអាចតាមដានប្រភពដើមបាន New Hope Live ជាមួយនឹងទស្សនវិស័យអន្តរជាតិដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍសកលតាមគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់មួយផ្លូវមួយក្រុមហ៊ុនបុតសម្ព័ន្ធជិត50ត្រូវបានបង្កើតឡើងនៅក្នុង17ប្រទេសជាមួយនឹងការពង្រីកខ្សែសង្វាក់ឧស្សាហកម្មជាបន្តបន្ទាប់យើងក៏បានចូលក្នុងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយសហគ្រាសឈានមុខគេក្នុងឧស្សាហកម្មជ្រូករបស់ប្រទេសបារាំង Coppel Art អាត្លង់តិកក្រុមដើម្បីណែនាំគំរូប្រតិបត្តិការបញ្ចូលគ្នាដ៏ចាស់ទុំរបស់អឺរ៉ុបចូលទៅក្នុងប្រទេសចិននិងភ្ជាប់ជាមួយស្តង់ដារអន្តរជាតិ New Hope Live កាត់ចេញពីភាពស្រស់ស្អាតតាមរយៈការតស៊ូជាង3ទសវត្សរ៍បានក្លាយជាសហគ្រាសកសិកម្មឯកជនធំបំផុតរបស់ប្រទេសចិនហើយកំពុងឈានទៅមុខយ៉ាងរឹងមាំដើម្បីក្លាយជាអ្នកដឹកនាំក្នុងឧស្សាហកម្មកសិកម្មនិងចំណីអាហារ អស់រយៈពេលជាង30ឆ្នាំយើងត្រូវបានដឹកនាំដោយបំណងប្រាថ្នាដើមនៃការធ្វើការជាមួយមិត្តកសិករដើម្បីសម្រេចបានភាពរុងរឿងរួមគ្នាក្នុងរយៈពេលជាច្រើនទសវត្សរ៍យើងបានអនុវត្តបេសកកម្មចំណេញសម្រាប់កសិករនិងអត្ថប្រយោជន៍សម្រាប់អ្នកបរិភោគដោយខិតខំក្លាយជាអ្នកដឹកនាំលំដាប់ពិភពលោកក្នុងឧស្សាហកម្មកសិកម្មនិងចំណីអាហារ
ជាមួយនឹងបច្ចេកវិទ្យាទំនើបគំនិតដ៏ស្រស់ស្អាតយើងបម្រើកសិករស្មោះត្រង់រាប់សិបលាននាក់ជាមួយនឹងផ្នត់គំនិតបើកចំហយើងស្វែងរកការរួមបញ្ចូលធនធានសកលនិងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះកសាងខ្សែសង្វាក់ឧស្សាហកម្មចំណីអាហារប្រកបដោយសុវត្ថិភាពដែលមានសុវត្ថិភាពនិងសុខភាពល្អជូនអ្នកប្រើប្រាស់ New Hope Liver នឹងបន្តបំបីរបាំងនិងច្នៃប្រឌិតទទួលខុសត្រូវដោយក្លាហានផ្ដល់ផលប្រយោជន៍ដល់អ្នកដាំដុះនិងបម្រើអ្នកបរិភោគ